បងចំពោះឡានស៊េរី model ខ្ពស់ដូចជាស15ឡើងរហូតដល់20ហើយខ្ញុំបកមកចង់ចំណេញដូរយក VC ដែលស៊េរីទាបនៅតម្លៃទាបប៉ុន្តែ original បាទចាញ់ដូរបានអត់ បាទតើតើជាមួយឡានស៊េរីថ្មីចង់ដូរ VC ចេញស៊េរីចាស់ៗតែប្រើបានអត់ប្រើបានប៉ុន្តែ VC ចេញស៊េរីចាស់ៗមានតែពពួកនីកែល platin និងស៊េរីចេញចាស់តែពពួក iridium ស៊េរីថ្មីហើយអញ្ចឹងសម្រាប់ឡានស៊េរីខ្ពស់ឆ្នាំ2020អីចង់មកដូរពពួកនីកែលលេខកូដអត់មានទេលេខកូដសម្រាប់ឡានហ្នឹងគឺការណែនាំរបស់ក្រុមហ៊ុនគឺអត់មានមានចាប់ពី iridium ទៅព្រោះអាស៊េរី020 អីឡើងហ្នឹងគឺម៉ាស៊ីនឡានភាគច្រើនគេ design មកគឺសម្រាប់តែពពួក iridium ទេព្រោះវាមាន turbo ខ្មែរយើងតាក់បូហ្នឹងហ្នឹងហើយក៏ប៉ុន្តែ turbo ហ្នឹងគឺភាសាបរទេសយើងនិយាយតាក់បូក៏ប៉ុន្តែនិយាយដដែលទេគាត់យើងនិយាយកាត់អញ្ចឹងតាក់បូវាមិនមែនបកជាខ្មែរទេអញ្ចឹងម៉ាស៊ីនពពួកតាក់បូគឺអត់អាចប្រើ busi nickel បានទេដែលលើកឃើញគេថា Toyota ឬក៏ Lexus RX 350ស៊េរីចាស់ម៉ាស៊ីនវា 3.5 ឬក៏4ចុចតែពេលចេញក្រោយម៉ាស៊ីនវាតែ2ចុចអីហ្នឹងបែរជាខ្លាំងជាងស៊េរីចាស់ទៀតដោយសារគេប្រើប្រព័ន្ធតាក់បូហ្នឹងអញ្ចឹងប្រព័ន្ធតាក់បូវាចេញជាថ្មីអត់ support ជាមួយនឹងប្រភេទផ្សំ Busi Nickel ទេប៉ុន្តែសូត្រតែដាក់បានអត់ដាក់បាន Nickel ប្រើបាន 30000 40000 គីឡូប៉ុន្តែដល់ពេលដាក់ជាមួយឡានថ្មីគឺប្រើបានតែបានត្រឹម10000ឬក៏20000ទេវាខូចហើយវាត្រូវពេលត្រូវដូរទៀតហើយគឺកន្លែងហ្នឹងតែសូត្រតែដាក់បានប្រើបានធម្មតាបាទអាចបានប្រហែលជា2ឆ្នាំអីប្រហែល2ឆ្នាំតែអាស្រ័យលើយើងជិះជាក់ស្ដែងដែរបើយើងជិះច្រើនជាអីទៅម៉ាស៊ីនឡានយើងមិនសូវស្រួលវាអាចតាមនឹងដែរអាយុខ្លីតាមនឹងចុះឧទាហរណ៍ថា V8 សិន V8 គាត់ថាឧទាហរណ៍ថា100គីឡូវាស៊ីចន្លោះប្រហែលអូកន្លែងហ្នឹងខ្ញុំភ្លេចបញ្ជាក់មួយទៀតម៉ាស៊ីនឡានស៊េរីថ្មីប្រើ Busi Nickel តម្លៃ$5ឡាន200,000នេះយកមកដូរ Busi មកគ្រាប់$5វាស៊ីប្រេងជាងធម្មតាដោយសារតែម៉ាស៊ីនគេ design មកវាអត់ត្រូវយើងភ្លើងវាក៏គេហៅភាសាអង់គ្លេសបើយើងឆែកក្នុង Google Gemini AI សួរ AI គេថា misfire មានន័យថាភ្លើងអត់ត្រូវបាញ់មិនថាភ្លើងបាញ់អត់ស្មើអត់ត្រូវជាមួយនឹងការ design របស់ឡានរបស់ម៉ាស៊ីនឡានស៊េរីថ្មីអញ្ចឹងវាតែភ្លើងមិនស្មើភ្លើងមិនត្រូវជន់ទៅវាមិនសូវស្ទុះដូចអា Busi iridium ទេអញ្ចឹងស៊ីសាំងក៏វាទៅតាមនឹងដែរតែប្រើបានប៉ុន្តែខាងយើងនៅទៅលក់ជូនពួកគាត់ខាងយើងបើសិនជាគាត់ថាទទួលយកលក្ខខណ្ឌរបស់យើងថាយើងធានាអត់បានច្រើនទេបងឬមួយក៏ប្រើអានឹងអត់បានច្រើនគីឡូទេគាត់ថាអត់អីទេលក្ខខណ្ឌតែនឹងគាត់ទទួលយកលក់ឲ្យសំខាន់គាត់ទទួលយកអ្វីដែលយើងរៀបរាប់ពីបញ្ហាដែលកើតឡើងណាបាទតែបើសិនជាយើងលក់ iridium ចង់ធានា1ឆ្នាំក៏បានឲ្យតែដាក់ត្រូវកូដត្រូវប្រភេទឡានគឺធានាច្រើនតែបើគាត់ទិញខុសបែបហ្នឹងយើងនៅតែលក់ឲ្យអញ្ចឹងប៉ុន្តែយើងប្រាប់ពីមូលហេតុថាមានបញ្ហាជាង1ជាង2អញ្ចឹងណាបាទអញ្ចឹងបើនិយាយទៅវាមិនល្អទេបើនិយាយទៅរបស់ថ្មីយើងប្រើវាប្រៀបធួជាអីបើស៊ីប្រៀបដូចជាសាឡានជាភ្លើងចុះប៉ុន្តែក្នុងខ្លួនមនុស្សយើងប្រៀបជាអីបេះដូងជាបេះដូងអញ្ចឹងបេះដូងយើងបេះដូងទូចជាមួយបេះដូងធំវាខុសគ្នាយើងប្រើបានដូចគ្នាប៉ុន្តែគេហៅថាការដែលយើងគេហៅថាវាទូខ្លួនរបស់យើងយើងមិនអាចចេះតែប្រើទៅដើម្បីចំណេញជាទូទៅវាគ្មានចំណេញអីទេបើយើងស៊េរីខ្ពស់មួយស៊េរីទាបប៉ុន្តែគាត់ថាវាបេះដូងដូចគ្នាវា original ដូចគ្នាវាខុសគ្រាន់ថាវាមិនល្អប្រហែលទេ